ញ៉ាំបាយរកព្រឹកដូចតលាន់ណាមិនព្រឹកហ្នឹងបើកភ្នែកឡើងកូននិយាយថាតលាន់បាយគាត់ថាថ្ងៃហ្នឹងអូនចង់ញ៉ាំស្ប៉ាហ្គេទីនៅផ្ទះខ្ញុំអត់មានស្ប៉ាហ្គេទីទេមានតែមីបន្លែអញ្ចឹងមានឆ្នៃតាមហ្នឹងចំណែករសជាតិវិញអត់ខុសគ្នាហ្មងនេះឆ្ងាញ់តែគ្នាតែអញ្ចឹងមកមើលពីវិធីធ្វើទាំងអស់គ្នាណាដំបូងឲ្យយកតែប៉ាមកផ្លែមកលាងធ្វើស្អាតហើយហាន់អញ្ចឹងណាយកវាមកដាក់ស្ងោរមកល្មមមកវាលបកសបកពេលហ្នឹងយើងមកធ្វើការច្រោះមីឲ្យហើយថ្ងៃហ្នឹងខ្ញុំប្រើប្រាស់មីរបស់ម៉ែដាំដែលមានរសជាតិដំឡូងពណ៌ស្វាយឃើញពណ៌ស្វាយអញ្ចឹងតែច្រឡំថាមានថែមសារជាតិពណ៌អីទៅអត់មានថែមអីតិចសោះបងប្អូនគឺចេញពីដំឡូងពណ៌ស្វាយពិតៗថ្ងៃហ្នឹងខ្ញុំច្រោះមី1នាទីកន្លះហើយថែមប្រេងឲ្យលីងទឹកដែរតមកទៀតយកវាមកលាងទឹកឲ្យស្អាតទុកឲ្យវាស្ងួតទឹកពេលប៉ះដែលយើងស្ងោរហ្នឹងយកវាមកច្រាំអញ្ចឹងណាកិនក្បាលហើយនេះជាគ្រឿងផ្សំរបស់យើងមានសាច់គោចិញ្ច្រាំបារាំងមួយចំហៀងហើយទឹកសូសសម្រាប់ស្រូបស្ប៉ាហ្គេទីនេះក៏អាចទិញបាននៅឡាគីបងប្អូនហើយក៏មានម៉ាយ៉ូណេសផងដែរតោះឥឡូវយើងចាប់ផ្ដើមឆាដាក់ប្រេងឲ្យលីងចូលហើយនឹងខ្ទឹមបារាំងចូលឆាវាឲ្យឈ្ងុយមកចាំដាក់សាច់គោឆាវាមកពុះស្ដាច់ហើយដាក់គ្រឿងផ្សំទាំងអស់ចូលមកបងប្អូនកុំភ្លេចដួសទឹកស៊ីអ៊ីវបន្តិចស្ករបន្តិចហើយម្សៅស៊ុបបន្តិចផងហើយបើសិនជាផ្ទះបងប្អូនមានតែដោះគោស្រស់ថែមបន្តិចកាន់តែឆ្ងាញ់តែពេលញ៉ាំអស់ហើយអញ្ចឹងខ្ញុំថែមតែទឹកធម្មតាណាតែប៉ុណ្្នឹងឯងរួចរាល់បងប្អូនយកវាមកស្រូបលើមីមកបើមាន hot dog ឬក៏ sausage ថែមលើនឹងបន្តិចមកដើម្បីថែមរសជាតិមីស្រូបទឹកសូសស្ប៉ាហ្គេទីរបស់ខ្ញុំរួចរាល់បងប្អូនមើលមិនដែរអរគុណចំពោះការទស្សនាវីដេអូតាំងពីដើមដល់ចប់បើចង់កំងមីកុំភ្លេចឆាតទៅពេកណា